ពិតជាធ្វើដំណើរវែងឆ្ងាយខាត់កដាលមកភ្នំពេញដល់ពោធិ៍សាត់ឆ្លងកាត់បាត់ដំបងដល់ទីនេះអូយពិតជាទៅពោធិ៍សាត់វិញទៅពោធិ៍សាត់វិញបាទជំរាបសួរបងប្អូនទាំងអស់គ្នាបើកក្បាលវីដេអូមកគឺឃើញទៅដល់ទីមានជ័យបងប្អូនទាំងអស់គ្នាប៉ុន្តែតម្រាំដល់ទីមានជ័យហ្នឹងគឺយើងឆ្លងកាត់បាទរឿងរ៉ាវជាច្រើនបាទទេសភាពភ្លក់ជាមួយម្ហូបភ្លក់ជាមួយកាហ្វេហើយនឹងមានរឿងរ៉ាវជាច្រើនទៀតអញ្ចឹងបងប្អូនទាំងអស់គ្នាដែលចង់តាមដានឲ្យដល់វគ្គហ្នឹងគឺទេសនាបានហើយយើងមកដល់ទីរោងខេត្តបាត់ដំបងហើយបងប្អូនលឿនៗបងប្អូនណាចាញ់ពីពោធិ៍សាត់មកដល់បាត់ដំបងលឿនតែម្ដងបាទមើលទៅស្អាតខ្លាំងបងប្អូនទេសភាពបាទរេរំជាមួយនឹងរូបសំណាកគឺអូយស័ក្តិសមមែនតើអញ្ចឹងបងប្អូនដែលឆ្លងកាត់ខេត្តបាត់ដំបងប្រកាសជាឃើញមុនគេហើយរូបសំណាកបាទលោកតាតវងកញ្ញូងបាទបន្ទាប់ពីឆ្លងកាត់ទីរោងខេត្តមកបាទឥឡូវមើលទេសភាពតាមផ្លូវបន្តិចបន្តួចបងប្អូនអរគ្នាអាយយតំណើងខ្លាំងបងប្អូនអរគ្នាស្អាតមែនតើមានទីពេទ្យបាទហាងកាហ្វេបាទមកដល់កន្លែងនេះគឺបាទឡងវាវត្តហើយមកគិននេះយើងមករកបាយបាទបាយស្រូបពេលព្រឹកបាទតែវីដេអូនេះដូចជាមិនចង់ព្រឹកទេចូលចង់អាចថាម៉ោង8 9ដែរបងប្អូនអរគ្នាឥឡូវយើងឆ្លងមកដល់ស្ពានបាទមើលទេសភាពស្ពានតិចទៅគឺស្អាតទៅបងប្អូនអរគ្នាបាទធ្វើដំណើរបានតែបន្តិចហ្នឹងយើងបត់ស្ដាំបាទឥឡូវយើងធ្វើដំណើរបន្តទៀតហើយបងប្អូនអរគ្នាចាំតាមដានទស្សនាបន្តទៀតនៅទេសភាពបាទយូរយើងទៅម្ដងហើយបងប្អូនបាទប៉ុន្តែពេលពង voice over នេះគឺទៅបាត់ដំបងឡើង2 ដងហើយបងប្អូន2 ដងហើយបាទគឺមានរូបភាពទេសភាពស្អាតខ្លាំងបងប្អូនអរគ្នាចឹងឥឡូវទី2ហ្នឹងយើងគិតក្រោយហើយមកដល់បាត់ដំបងយើងចូលសាកកាហ្វេខ្ញីបងប្អូននៅក្នុងកាហ្វេខ្ញីនេះខ្ញុំបានសម្ភាសគាត់សួរនាំគាត់អីច្រើនទៀតចឹងបងប្អូនចង់ទេសនាអីចាំយើងធ្វើវីដេអូខ្លីដាច់ដោយឡែកណាតើទៅមួយការសម្ភាសគាត់បាទហើយដំណើរដើមតើកាហ្វេខ្ញីអីផ្សេងហ្នឹងចាំយើងទៅជួបគ្នានៅវីដេអូបន្តទៅមុខទៀតអូយវីដេអូច្រើនណាបងប្អូនពេញទូរស័ព្ទហើយមែនទៅណាក៏ដោយថតនឹងគឺគ្មានបានលុះទេបងប្អូនថតគ្រប់សកម្មភាពទាំងអស់ហ្នឹងបាទឥឡូវយើងចេញពីកាហ្វេខ្ញីហើយបានកាហ្វេហើយបាទនេះកាហ្វេហើយចិត្តហ្នឹងក៏មានកាហ្វេមួយទៀតដែរបងប្អូនទាំងអស់គ្នាហើយតពីកាហ្វេហ្នឹងគឺមកហូបបាយនៅក្បែរសាលារៀននេះនិយាយពីថាមួយចាន5000ហ្នឹងគឺពីថាសាច់ឆ្ងាញ់យកតែមែនតែនបងប្អូនទាំងអស់គ្នាកន្លែងហ្នឹងមានថតរូបទេបងប្អូនថតរូបជុំគ្នាបើថាយកចានទាំងអស់ហ្នឹងផ្គុំចូលគ្នាយើងថតជារូបអញ្ចឹងជាមួយខ្ញុំមើលមានរូបដាក់អត់ម្ដងនេះយើងចេញពីហូបបាយយើងមកទឹកតែបងប្អូនហើយសប្បាយនេះអង្គុយរងចាំបាទរងចាំបាទមិនដឹងជាគិតអីកវីក្បាលផ្លេចបាត់ដឹងគាត់និយាយអីគាត់ថាអូអត់ត្រូវការស្នេហាទេស្នេហាធ្វើឲ្យឈឺចាប់អញ្ចឹងគាត់ត្រូវការកវីក្បាលហ្នឹងហ្នឹងហើយដូចជាចាំកន្លែងហ្នឹងហើយផលគាត់កន្លែងនេះគឺបានហើយបាទអ្នកមិនថងអញ្ចឹងណាបាទប្រហែលកែវអញ្ចឹងចូលទៅកាន់ហើយខ្ញុំបានតែថតទេបងប្អូនអរគ្នាអញ្ចឹងសកម្មភាពជាច្រើនហ្នឹងគឺខ្ញុំហ្នឹងជាអ្នកថតទេបងប្អូនឡើងគេថាយើងបាត់ឯកជនភាពក៏ពិតឯកជនភាពរបស់ខ្ញុំគឺកាមេរ៉ាហ្នឹងឯងបងប្អូនខ្ញុំចង់ផ្ដិតរូបបាទសកម្មភាពធ្វើដំណើរទៅណាទៅណីអញ្ចឹងឲ្យមានបាទមានជាអនុស្សាវរីយ៍អញ្ចឹងណាហើយបើសិនជាអត់ថតហ្នឹងគឺស្ដាយបងប្អូនទេសភាពស្អាតនេះក្មេងៗគាត់នៅគិនហ្នឹងដែរឥឡូវយើងធ្វើដំណើរបាទបន្តិចទៅគឺយើងដល់ផ្លូវបត់ចូលទៅហ៎បងប្អូនបត់ចូលទៅកាហ្វេស៊ីផាច់ទេសភាពកន្លែងនេះក៏ស្អាតដែរបងប្អូនស្អាតខ្ញុំមិនថតវែងប៉ុន្តែនៅក្នុងវីដេអូនេះយើងដាក់ខ្លីល្មមទេខ្លាចវីដេអូយើងហ្នឹងនីតិកាន់តែវែងទៅបងប្អូនមើលហ្នឹងក៏ធុញទ្រាន់អីអញ្ចឹងណាក៏យើងកាត់ខ្លីដែរទេសភាពហ្នឹងគឺស្អាតខ្លាំងយកតែមែនតែនបងប្អូនអរគ្នាស្អាតខ្លាំងសុខសាយចំការមកដល់ឯនេះបត់ហើយបងប្អូនបត់ចិត្តដល់មែនតើបងប្អូននេះព្រំដែនណាបងប្អូនរឿងព្រំដែនហ្នឹងបងប្អូនពេលយើងចេញពីកាហ្វេសេបាញ់មកមានរឿងរ៉ាវច្រើនទៀតតែឥឡូវមកដល់កាហ្វេហើយមកដល់ឥឡូវនេះយើងកំពុងពិភាក្សានេះឥឡូវទៅមុខទៀតឬក៏ទៅបត់ស្ដាំវិញណាឥឡូវយើងបត់ស្ដាំបាទបត់ស្ដាំចូលចំការគេហ្នឹងមានទេសភាពនិយាយពីថាស្អាតខ្លាំងឥឡូវយើងធ្វើដំណើរមកដល់ហើយរត់ឲ្យតាមតនបងផលគាត់ទាញទូរស័ព្ទថតឆ្វេងថតស្ដាំឲ្យបងប្អូននិយាយទៅតាមពិតយើងចង់
បាទផ្ដិតយករូបភាពបងប្អូនថារូបភាពមិនថាវីដេអូបាទកាហ្វេសៃប៉ាច់មែនតែនទៅ ដូចបងប្អូននៅផ្ទះអត់បានទៅអញ្ចឹងអាចទស្សនាតាមវីដេអូអញ្ចឹងពេលខ្លះយើងហត់អស់កម្លាំងអីអត់គិតទេគិតថាធ្វើម៉េចផ្ដិតរូបភាពហ្នឹងជាវីដេអូជាអីហ្នឹងដើម្បីបងប្អូនឃើញឥឡូវឡើយនេះដាក់គុណ2បងប្អូនរៀងលឿនតិចបាទផងធ្វើដំណើរមកដល់នេះគាត់ដាក់មកប៉ុសអីទៀតណាបាទឥឡូវយើងមកដល់ហើយតែមកដល់ហើយនោះសប្បាយគេមកដល់មុនបាទអង្គុយប៉ុក order អីផ្សេងទៀតមកដល់ហើយនេះគឺយើងដាក់ស្ដាប់សលេងមកបងប្អូនជំរាបសួរអូយខ្ជួតម៉ែតែបតងដល់កោ6,000អានេះ4,000អស់10,000គាត់អូខេអីយ៉ូមកឆាឡាតេស្ករ5ស្ករ5នេះមួយកាហ្វេស្ករហ្មងពេលអត់ស្ករទេគាត់ថាកាហ្វេខ្មៅក៏កាហ្វេដល់គោអីកាហ្វេឲ្យយកអាឡាតេខ្ញុំពិតជាធ្វើដំណើរវែងឆ្ងាយខាត់កដាលមកភ្នំពេញដល់ពោធិ៍សាត់ឆ្លងកាត់បាត់ដំបងដល់ទីនេះអូយពិតជាណាវិញតទៀតយើងមកទៅពោធិ៍សាត់វិញទៅពោធិ៍សាត់វិញអូយយោស្អាតណាស់ជឿនហូបកាហ្វេមួយកែវហើយក៏ត្រឡប់ទៅវិញសៃផាទេមកឲ្យយកនំឲ្យអូយសប្បាយនៅក្នុងពិភពសុបិននេះនៅក្នុងពិភពសុបិនអូសម័យខ្លាចជីវិតប្រពន្ធតែឆ្លក់ដល់ផ្សែងผมผ่านแล้วបាទឥឡូវសូមនាំបងប្អូនមកទស្សនាទេសភាពម្ដងបងប្អូនបន្ទាប់ពីជជែកគ្នាជីហោហែបាទឥឡូវមកដល់ប្លង់នេះគេញ៉ាំក្មេងៗគាត់មកថត selfie អញ្ចឹងណាអូខ្ញុំស្រឡាញ់ប្លង់នេះខ្លាំងបងប្អូនបងប្អូនគាត់ថាយើងបើកមិនថាយើងមិនបើកទេបងប្អូនថាយើងមកដល់ភ្លាមមកមើលនេះនិយាយពីថាមើលស្អាតអូយស្អាតខ្លាំងយល់តែមែនទេមិនដឹងនិយាយថាម៉េចបងប្អូនឥឡូវយើងបានកាហ្វេបងប្អូនបន្ទាប់ពីបានកាហ្វេគឺបាទធ្វើដំណើរចាប់ដើមទៅបងប្អូនថតទេសភាពនៅក្នុងហាងបាទចឹងបងប្អូនអាចទស្សនាបានតាមវីដេអូនេះបងប្អូនអូខ្ញុំស្រឡាញ់ជាងគេគឺទេសភាពស្អាតលាយឡំជាមួយនឹងការរៀបចំបាទចេញពីក្តីស្រឡាញ់បងនេះប្លង់នេះក៏ស្អាតមានទឹកធ្លាក់មានអីចឹងហើយកលេចដល់នេះឃើញមញ៉េឃើញរបស់ចាស់ពីជំនាន់មុនចឹងណាគេតុបតែងបាទឃើញលបងធំនេះគឺក្តៅពេកក្តៅពេកអង្គុយសិនតាត្រាំសិនតាចាំគិតទៀតបើក្តៅឯនៅទ្រាំមិនកាត់ចូលក្នុងហ្នឹងអើយអាហ្នឹងគឺលក្ខណៈឆ្លោះជាមួយអីគេជាមួយកតុំរួយទេបងប្អូនឆ្លោះមួយកតុំរួយនៅមិនសុខចិត្តទៀតខំមកចូលដល់ទឹកឯងមកតាមឆ្លោះឯងទៀតចឹងណាបាទឥឡូវយើងនេះតបចាប់ព្រួយគេបាទដាក់ឈ្មោះតបចាប់ព្រួយបាទលបងហ្នឹងនៅមុខតែម្ដងអញ្ចឹងឥឡូវយើងធន់ណាទៅទៀតបាទគឺប្លង់អូយមានប្លង់ជាច្រើនស្អាតខ្លាំងបងប្អូនទាំងគ្នាចឹងបងប្អូនដែលមានបំណងទៅលេងអាចទៅលេងបានហើយបាទមានប្លង់ថតរូបស្អាតបាទមានបងប្អូនត្រូវមានគ្នាបងប្អូនសម្រាប់ការដើរលេងខ្លះយើងមកតែឯងការទេយើងត្រូវមានគ្នាបាទគឺដើម្បីជួយថតរូបឲ្យគ្នាចឹងណាថតរូបថតវីដេអូឲ្យគ្នាបាទបែរនេះបងផលគាត់បាទភ្លុកអីរើអីទេហើយបាទភាគច្រើនហ្នឹងគឺប្លង់ពួកគាត់អត់ដែលផុតពីខ្ញុំទេខ្ញុំចូលចិត្តថតទុកហើយចូលចិត្តមើលបរិយាកាសអូជប់ជុំគ្នាសប្បាយជជែកគ្នាអីចឹងណាបាទបងប្អូនអញ្ចឹងយើងមកមើលខាងចំហៀងខាងក្រោយហាងកាហ្វេវិញក៏ស្អាតមិនធម្មតាដែរគិតទៅមួយផ្លែតបងប្អូនបរិយាកាសមួយផ្លែតកន្លះម៉ោង1ម៉ោងយើងដល់ពេលវេលាត្រូវលាសិផាទៅវិញជំរាបលាអរគុណច្រើនអូយពិតជាមិនចង់ទៅតន់ទៅអាយខ្ជូតខ្លាំងទេសភាពនេះ